បានធ្វើសឡចាប់ឆាយយូរយ៉ាតែខ្ញុំមកថាធ្វើម្ដងគឺថាឆ្នាំងធំយ៉ាកន្លះឆ្នាំងឬជាងកន្លះឆ្នាំងចង់ពេញហ្មងបើថាធ្វើម្ដងចាប់ពីមាន់មួយឡើងលើអីមិនធ្វើកើតចាធ្វើតិចតួចអីគឺថាអត់ចង់ធ្វើទេចាហត់ហើយគឺថាយើងធ្វើញ៉ាំឲ្យបាន2 3ពេលអីមកតែនេះអត់ឡើងធ្វើឡើងច្រើនតែញ៉ាំបានតែ2ពេលអស់បាតឡចាប់ឆាយនេះនិយាយវាថាបើថាខានធ្វើវិញចូលលក្ខណៈឆ្នាំហើយបងប្អូនចាខានយូរហើយឥឡូវនេះយើងទិញមានស្បែកជ្រូកមានផ្សិតក្រៀមផ្សិតជាកដុលហើយនឹងមានពពុះសដែកខ្ញុំអត់ទាន់ដាក់ត្រាំទេយើងទុកវាសិនចាត្រាំពេលក្រោយតែមួយផ្លេតទេរីចាអាហ្នឹងចាបើអានេះវិញគឺថារៀងយូរខ្ញុំថែមទឹកក្តៅទៀតដើម្បីវារៀងអ៊ុនទៅយើងត្រាំទៅវាឆាប់រីកនឹងធ្វើអីផ្សេងយើងត្រាំអានេះទុកចោលសិនចាម្រាំយើងធ្វើអីហើយគឺថាវារីកល្មមហើយនេះគឺថាបន្លែយើងមានស្ពៃក្តោបបូកគោមានការ៉ុតមានឆៃថាវហើយក៏មានអាស្ពៃអីគេបងប្អូនចាខាត់ណាដើមពោះបន្លែចាប់ឆាយតែខ្ញុំចូលចិត្តចាខ្ញុំធ្វើមានតែប្រមាណមុខហ្នឹងទេហើយនេះកំពុងធ្វើកូនសិស្សចេញវិរៀនមកដល់ផ្ទះគឺថាគេស្វាគមន៍គ្នាគឺថារោរឿងគ្នាជួសគ្នាភ្លាមអាអូនភ្លោះហើយណាបងកដាលថាមិនសូវត្រូវគ្នាហ្មងទេហើយបន្លែទាំងអស់ណាយើងចិតសបកសក់លាងទឹកលាងអីឲ្យបានស្អាតទាំងអស់មកចាំយកមកចាត់ជិលជាងគេអង្គុយបោចខាត់ណាណាចារឹងសក់វាឲ្យស្រាក់អីហ្នឹងគេថាបោចចោលខ្លះហើយខ្ជិលសក់ហើយមាន់នេះវិញដាក់ទូកកហើយមាន់នេះមាន់រៀងស្បែកខ្មៅបងប្អូនសាច់ក៏ខ្មៅឆ្អឹងក៏ខ្មៅតែវាអត់ខ្មៅខ្លាំងទេខ្មៅរៀងល្មមដែរចំពោះមាន់នេះវិញគឺថាចាស់ក្រឹកចាស់ក្រែងហ្មងគាត់ខ្នាយវិញចង់មកថ្នាំងដៃងាស់វិញយូរសំណំក្រាន់បើដែរហ្នឹងហើយចំពោះការកាប់វិញខ្ញុំកាប់រៀងដុំប៉ុនក៏ដៃយើងទៅចាយើងស្រួលញ៉ាំហើយយើងស្លអញ្ចឹងគឺថាកាប់រៀងធំតិចមកកុំឲ្យតូចពេកការ៉ុតឆៃថាវនេះខ្ញុំប្រើម្នាក់1មើមដូចគ្នាចាកាត់រៀងដុំជ្រុងធំល្មមប៉ុណ្ណឹងមកស្រួលញ៉ាំហើយយើងងាស់ទៅវាផុយល្មមឆ្ងាញ់ហាន់វាហើយទុកវាមកដប់ទៅហើយមកមើលស្បែកជ្រូកមើលផ្សិតយើងនេះវិញចាវារីកហើយយើងលាងទឹកលាងអីឲ្យបានស្អាតមកកាត់វាដុំនិយាយទៅតាមយើងចូលចិត្តចាចូលចិត្តប៉ុណ្ណាយើងកាត់ប៉ុណ្ណឹងមកផ្សិតនេះកាត់គល់កាត់អីចេញស្អាតជាកដុលអីហ្នឹងយើងជ្រៀកវាមកតូចល្មមឲ្យសមរូបសមរាងជាមួយគ្នាវាទាំងអស់ហ្នឹងបងប្អូនហើយចំពោះស្ពៃបូកូនេះមុនដំបូងថាដាក់តាសក់ខាងក្រៅដាក់តែបន្តិចមកកន្លះដុំអីទេតែឥឡូវនេះគឺថាដាក់ទាំងមូលតែម្ដងមួយដុំធំហើយនឹងស្ពៃក្តោបនេះក៏ដាក់មកចំហៀងធំនឹងដាក់ទាំងអស់ដែរយើងចាត់វារៀងដុំធំល្មមអញ្ចឹងមកចានៅពេលយើងស្លគឺថាងាស់យូរទៀតនិយាយទៅងាស់ហើយតតែផុយវាងុំបានល្អបានឆ្ងាញ់ហើយយាយហ៊ឺហើយប៊ីនេះយើងត្រាំទឹកវារីកហើយសក់លាងវាស្អាតមកពុះសដែកនេះក៏ត្រាំទឹករីកដែរហើយចាយើងស្រង់មកទុកមកខ្ទឹមសនេះ2ដុំធំច្រាំវារៀងល្អិតចឹងមកអំពងទៅឲ្យសឡយើងបានឈ្ងុយល្អហើយខ្ញុំគិតថាមាន់ណាដូចរៀងតិចពេកថែមសាច់ជ្រូកនេះ2 3ដុំ4 5ដុំអីទៀតចាយើងដាក់ឲ្យវាច្រើនតិចទៅឆ្ងាញ់ហើយមកអានេះចាឆ្នាំងខ្ញុំនេះវិញចាដាក់ស្វាយពីលើបងប្អូនអត់ដឹងថាស្វាយនោះវាចូលទឹកហើយនៅឡើងយូរនេះឡើងចង់ខូចឆ្នាំងអស់ឡចាប់ឆាយអាឆ្នាំងរៀងយឺតើនោះអត់គ្រប់ទេបងប្អូនតើឆ្នាំងធំនោះមកស្រួលស្លចាឥឡូវដាក់ប្រេងឆាចូលបំពងខ្ទឹមយើងនោះវាឡើងឈ្ងុយតិចសិនមកចាំដាក់សាច់ចូលមាន់នេះវារៀងចាស់ដល់ហើយមានតែស្លរបៀបរៀងស្លងុំចឹងយូរចឹងបងប្អូនបានវាផុយស្រួលហើយបើថាខវិញគឺថាអត់ចង់ញ៉ាំចឹងនឹកឃើញចាប់ឆាយនេះមុនគេឲ្យខានញ៉ាំយូរដែរហើយដាក់សាច់ចូលចាក់ទឹកត្រី2 3វែកមកឲ្យវាឈ្ងុយជាមួយគ្នានឹងឲ្យហើយឈួលសាច់មាន់យើងបានឈ្ងុយល្អចាកូរសាច់មាន់នឹងយើងឲ្យឡើងរៀងរឹងសាច់តិចដាក់សៅស៊ុបរ៉ូឌីមកលាព្រាស្ករ2លាព្រាអីមកប្រេងខ្យងនេះមកវែករៀងលើសតិចដែរកូរសាច់ជាមួយគ្រឿងណាឲ្យបានសព្វល្អនិយាយទៅយើងច្បល់វាទៅមកឲ្យគ្រឿងយើងនឹងមាន់យើងនឹងវាឡើងឈ្ងុយពុកអង្គគោមាន់នេះទៅកលេចទៅឃើញប្អូននេះគេអង្គុយអាំងសង្វាក់កំសត់ដោយកដែងដល់ក្នុងកូនខ្ទមគោសាច់មាន់យើងណាវាឡើងឈ្ងុយហើយវាដាច់ទឹករៀងល្អចេញមកឲ្យដាច់ទឹកប្រៃមកអស់ជាតិឆ្អាបហើយក្លិនឈ្ងុយហើយដាក់ហើយប៊ីយឺហ៊ឺហើយនឹងស្បែកជ្រូកអីហ្នឹងដាក់ចូលវាមកកូរវាឲ្យរៀងចូលជាតិតិចមកដាក់បន្លែរឹងនេះចូលមុនកូរទៀតចាដល់វគ្គនេះមិនបាច់ខ្វល់ពីអីទេគឺថាដាក់កូរតែរហូតតែម្ដងចាដាក់អានេះមកយទូសយ៉ាងទៅកូរនោះមកយទូសកូរចាឥឡូវនេះគឺថាប៊ីនឹងផ្លេចពពុះសដែកដាក់ក្រោយខ្នងអញ្ចឹងហើយចង់ផ្លេចមើលតែមើលអត់ឃើញណាចង់ផ្លេចឲ្យធ្វើម្ហូបធ្វើតែអត់នៅមុខនឹងផ្លេចឲ្យខ្ញុំចាឲ្យធ្វើបដាញ៉ាំជាឆាបនេះបដាបងអូនគេយកមកផ្ញើតាំងព្រំចាំកាលដាក់ទៅធ្វើម្ហូបបដាញ៉ាំបដាហើយយើងឆ្លៀតពេលចិត្តអាដើមនេះឲ្យហើយខាត់ណាខាត់អីហ្នឹងគេគល់វាដាក់មុនចាស្លឹកទុកដាក់តាមក្រោយ
ចំពោះបន្លែរឹងៗណាយើងដាក់បន្តបន្ទាប់គ្នាបណ្ដេញគ្នាមើលអាណាគួរដាក់មុនដាក់ក្រោយចាយើងដាក់តាមហ្នឹងមកហើយកូរវាឲ្យដាច់ទឹកតិចមករៀងទន់បន្លែតិចបានចាក់ទឹកចូលចំពោះទឹកណាយើងស្មានមើលឲ្យសមរម្យជាមួយនឹងបន្លែហើយនឹងយើងរំងាស់ទៀតចាចំពោះចាប់ឆាយយើងត្រូវការរំងាស់យូរអញ្ចឹងទៅចាដាក់ភ្លើងហឹមងាស់វាឲ្យផុយងុំចាឆ្ងាញ់នៅពេលដែលទឹកសឡពុះនេះខ្ញុំបានថែមគ្រឿងក្រូវមានម្សៅស៊ុបខ្នុរអំបិលប៊ីចេងថែមទៀតចាប៊ីចេងមិញអត់ទាន់បានដាក់ចាឡាយឲ្យកូនទៅទិញអញ្ចឹងហើយចាំដាក់ពេលនេះតែម្ដងហើយយើងមើលសាច់មើលអីហ្នឹងទៅរៀងស្បែកវារៀងរីកតិចហើយខ្ញុំចាប់ផ្ដើមដាក់អាបន្លែតុននេះតាមក្រោយចាប់ឆាយគេថាញ៉ាំ2 3ពេលធុញតែខ្ញុំញ៉ាំត្រឹម2 3ពេល4ពេលអីអត់ធុញណាបងប្អូនចាចូលចិត្តញ៉ាំវាមានបន្លែចាមានគ្រឿងក្រូវវាច្រើនមុខហើយយើងងាស់ឡើងងុំផុយឆ្ងាញ់ហ្មងហើយបន្លែដែលខ្ញុំចូលចិត្តយកមកធ្វើគឺមានតែប្រមាណមុខនឹងឯងបូកគោស្ពៃក្តោបការ៉ុតឆៃថាវដើមខាត់ណាចាមានតែប៉ុណ្្នឹងឯងខ្ញុំចូលចិត្តហើយនឹងផ្សិតបើថាផ្សិតបានដាក់ច្រើនកាន់តែល្អតែអាផ្សិតហ្នឹងវាថ្លៃទៀតណាដាក់បន្លែអស់ហើយយើងក៏យូរអាសាបើកមើលហើយភ្លក់ថែមថយគ្រឿងតាមការចូលចិត្តហើយដាក់ភ្លើងតិចចោលទៅងាស់ចោលអានេះខ្ញុំដាក់ភ្លើងងាស់ចោលខ្ញុំទៅដេកឡើងឆ្អែតមកយទូហើយបានមកមើលម្ហូបវិញគឺថាល្មមឆ្ងាញ់ហ្មងយ៉ាធ្វើតាំងពីថ្ងៃត្រង់ល្ងាចបានញ៉ាំបើធ្វើបែបលឿនណាក៏អត់សូវឆ្ងាញ់ដែរទុកឲ្យយូរចឹងមកអាងុំឆ្ងាញ់ហើយនេះអ្នកភ្លក់ដាក់ផ្សិតទាំងក្តៅចឹងចោះហើយបើខ្ញុំវិញគឺថាងើបពីគេញ៉ាំសម្រាប់ហើយអញ្ចឹងបានថតខ្លួនឯងថតប្អូនឯងញ៉ាំម្ដងថាអង្គុយមើលគេញ៉ាំហ្មងទៅអង្គុយមើលគេញ៉ាំកុំមានក្តីសុខដែរយើងអ្នកធ្វើគេញ៉ាំឆ្ងាញ់អញ្ចឹងណា